រដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំដល់ប្រធានមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺឲ្យបន្តនីតិវិធីប្តឹងទៅតុលាការពាក់ព័ន្ធនឹងការចោទប្រកាន់មន្ត្រីបរិស្ថាន2រូបថាបានទាមទារប្រាក់ពីក្រុមហ៊ុនផលិតដំណាប់ស្វាយមួយជាថ្នូរនឹងការបិទបាំងព័ត៌មានអំពីការបំពុលបរិស្ថានក្នុងលិខិតមួយចុះថ្ងៃទី8ខែមិថុនាឆ្នាំ2026ឯកឧត្តមអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំឲ្យប្រធានមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺបន្តនីតិវិធីទៅតុលាការពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតស្ដីពីការទទួលឬទារប្រាក់ពីក្រុមហ៊ុន Hongcheng Fang Drinks Mango Processing Factory របស់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺពីររូបគឺលោកឈុនឈៀងហេងប្រធានការិយាល័យគាំពារបរិស្ថាននិងលោកជួបពន្លឺមន្ត្រីជាប់កិច្ចសន្យាឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាការស៊ើបអង្កេតស្រាវជ្រាវនឹងការប្រមូលព័ត៌មានព្រមទាំងការពិនិត្យឯកសារនិងភស្តុតាងពាក់ព័ន្ធដោយក្រុមការងារអធិការកិច្ចបានរកឃើញថាករណីនេះគឺពុំមានភស្តុតាងជាក់ស្ដែងគ្រប់គ្រាន់និងគួរឲ្យជឿទុកចិត្តណាមួយសម្រាប់បញ្ជាក់ថារឿងរ៉ាវបានកើតមានឡើងពិតប្រាកដដោយការចោទប្រកាន់នោះឡើយការពិនិត្យលើប្រភពព័ត៌មានសក្ខីកម្មឯកសារពាក់ព័ន្ធនិងទិន្នន័យដែលប្រមូលបានមិនបានបង្ហាញពីអង្គហេតុឬមូលដ្ឋានច្បាស់លាស់ដែលអាចគ្រប់គ្រងដល់ការចោទប្រកាន់ក្នុងករណីនេះបានទេក្នុងន័យនេះដើម្បីរកការពិតនិងភាពយុត្តិធម៌ដល់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំងពីររូបខាងលើឯកឧត្តមអៀងសុផល្លែតបានណែនាំដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺពិនិត្យកសាងសំណុំរឿងទៅតុលាការករណីបរិហាកេឬស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំងពីររូបជាងនេះទៅទៀតទោះបីមិនមានភស្តុតាងពីពិរុទ្ធភាពប្តីក៏ឯកឧត្តមរដ្ឋមន្ត្រីណែនាំឲ្យពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទទួលប្រាក់ឬទារប្រាក់ពីក្រុមខាងលើទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរសូមបញ្ជាក់ថាកាលពីខែមីនាឆ្នាំ2026នេះប្រធានការិយាល័យគាំពារបរិស្ថាននិងមន្ត្រីជាប់កិច្ចសន្យានេះត្រូវបានសារព័ត៌មានផ្សព្វផ្សាយថាបានទារប្រាក់ពីក្រុមហ៊ុនចិនខាងលើជាថ្នូរនឹងការមិនធ្វើរបាយការណ៍វិតម្លៃលើការមិនបានគ្រប់គ្រងកាកសំណល់រាវក្នុងរោងចក្រកែច្នៃដំណាប់ស្វាយដែលមានទីតាំងនៅក្នុងភូមិក្នុងក្រាំងឃុំតាំងសំរោងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺការចុះផ្សាយនេះបានដកស្រង់ការបែកធ្លាយសារសម្លេងរបស់រដ្ឋបាលរោងចក្រដោយអះអាងថាមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំងពីររូបបានទារលុយរបស់ខ្លួនចំនួន$1,500តែក្រោយពីមានការចរចាបានព្រមព្រៀងគ្នាត្រឹម$600វិញ